តើបងប្អូនយើងចូលបង្កើត passkey ដែលជា function ថ្មីរបស់ Facebook ឲ្យតាមដាក់ដើម្បីឲ្យ Facebook យើងកាន់តែមានសុវត្ថិភាពតែយើងចូលបើកវាបានណាចូល Facebook ហើយយើងចូល account យើងណាតើទៅចូល account យើង scroll មកក្រោមមកមើលពាក្យថា setting privacy ហើយ setting privacy ហើយយកពាក្យ setting មួយទៀតហើយយើង click ទៅលើ see more in account center តមកទៀតយើង scroll មកក្រោមយើងមើលពាក្យថា passcode and security អូខេ passcode and security ហើយយើងនឹងឃើញពាក្យ passkey នេះប៉ុន្តែបងប្អូនត្រូវចាំមុននឹងយើងអាចបើក passkey នឹងបានយើងបង្កើត passkey នឹងបានលោកតាដែលបងប្អូនចូលបើកទៅលើ function មួយនៅខាងលើនេះដាក់ two factor authentication បើកអានឹងសិនមកណាបន្តមកទៀតទើបយើងអាចដំណើរការទៅលើ passkey យ៉ាងបានអញ្ចឹងយើងចូល passkey មកអូខេតើបញ្ចូលបងប្អូនចូល passkey ហើយយើងចុច create ចូល create ទៅយើង create passkey អូខេយើងដាក់ password Facebook យើងចូល continue អូខេឥឡូវវាចាប់តាម scan មុខយើង continue អូខេ passkey របស់ខ្ញុំបានបង្កើតរួចរាល់អញ្ចឹងបងប្អូនអាចសាកខ្លួនឯងបានណាបងប្អូនអាចដំណើរការបានអូខេបងប្អូនត្រូវចាំថា Facebook បងប្អូននៅពេលដែលបង្កើត passkey ហើយគ្មានណាអាចចូលបានទេក្រៅបងប្អូនព្រោះត្រូវការ scan មុខបងប្អូនណាអូខេអរគុណច្រើន